កុំអ៊ីននៅជាមួយខ្ញុំអត់ទេមិនមែនខ្ញុំទេប្រញាប់ដាក់ខ្លួនឡើងនោះគឺជាការសម័យទេដាក់ខ្លួនឡើងមកអ៊ីនបាននៅក្នុងរបងក្តីសម័យនឹងឡើងបាត់ដាក់ខ្លួនហើយហឹងអាយមានឃើញយាយយ៉ាស៊ីទេអត់ទេនោះជាបិសាត្រូវយកចេញបាទតើអាចចេញមកបាទមិនក៏មានអសតាខ្ញុំនេះមកអ៊ីនថ្ងៃក្រោយបងមិនត្រូវទុកខ្ញុំចោលទៀតទេដឹងថាពីមុនខ្ញុំរស់នៅតែម្នាក់ឯងភ័យខ្លាចប៉ុណ្ណាទេឡានអ៊ីនឡានអ៊ីនឡានអ៊ីនមកអ៊ីនឆាប់ដាក់ខ្លួនឡើងឡានអ៊ីនធ្លាប់បានសន្យាជាមួយខ្ញុំថាថ្ងៃមុខគឺមិនហាមមានរឿងអ្វីកើតឡើងមិនថាខ្ញុំដឹងឬអត់មិនថាខ្ញុំទទួលបានអារម្មណ៍ឬអត់នាងនៅតែកំដរខ្ញុំរហូតដូច្នេះនាងមិនមែនជាឡានអ៊ីនទេ ai so mua in lúc cho mày hai chắc xanh ai rót chân phi cầm siêu ban tay rót mình rót bị đây toàn bằng dân tíឲ្យសមម្នាក់នេះធ្លាប់ត្រូវហឹងអាយចាប់ចូលក្នុងកំសៀវបិសាចរបស់នាងមិនក៏អាចរត់ចេញមកបានខ្ញុំក៏ចង់ដឹងដែរហឹងអាយកំសៀវជារបស់នាងថាទៅថាហេតុអីម្យ៉ាងទៀតកំសៀវជារបស់សំណប់ចិត្តដែលនាងដាក់ជាប់ខ្លួនរបស់សំណប់ចិត្តនាងបាននាងអាចមិនដឹងបានដែរពេលស្កាជនខ្ញុំក៏យល់ថាចម្លែកដែរប្រហែលជាពេលដែលខ្ញុំសមាធិត្រូវគេលួចយកទៅហើយពេលស្កាជនម្នាក់នេះសម្រាប់ទាហានយ៉ាងហានរមណោះសូមពេលស្កាជនកំចាត់គេចោលទៅដើម្បីរក្សាកំហឹងបងប្អូនយើងសូមពេលស្កាជនចាត់ការគេទៅចាត់ការទៅជប់សិនហឹងអាយនាងមានអ្វីចង់ជំទាស់ទៀតម្នាក់នេះមានចំហាយដែរក្នុងខ្លួនបើសម្រាប់គេអាចនឹងត្រូវចំហាយដែរប្រតិកម្មឡើងអូឬនាងចង់ការពារជីវិតគេប្រកាសជាអត់ទេលើកមុនពួកយើងជួយយីនហ្វឹងឲ្យបំបែកពងវិញ្ញាណទើបចេញមកបានប៉ុន្តែម្នាក់នេះអាចរត់ចេញមកដោយខ្លួនឯងបើយ៉ាងចំហាយដែរគេពិបាកបោះស្ទង់ពួកយើងមិនអាចធ្វើប្រហែលបានទេហឹងអាយនាងយល់ថាមានវិធីអ្វីដែលល្អជាងនេះទេពេលស្កាជនពេលនេះយីនហ្វឹងក៏មានចំហាយដែរបើចង់សម្លាប់គេទុកឲ្យយីនហ្វឹងចាត់ការវិញនឹងមិនមានការខាត់បងឡើយពេលស្កាជនយីនហ្វឹងលោកមកចង់ពេលល្អណាស់ពេលនេះខ្ញុំសូមបញ្ជាលោកប្រញាប់សម្លាប់បិសាចឲ្យសនេះចោលទៅសម្លាប់មិនបានទេយាយស៊ីគឺជាអ្នកនាំស្ញងពីឆាងអ៊ូម៉ៅមិនត្រឹមតែពាក់ព័ន្ធសំខាន់នៅក្នុងសង្គ្រាមយ៉ាងសាមទេក៏មានពាក់ព័ន្ធដល់មិត្តភាពរវាងយ៉ាវហាន់ហើយនិងឆាងអ៊ូដែរ
បើនាងពិតជាត្រូវបាក់សីស្ពាន់ចាប់ទៅមែនយើងចាំបាច់ត្រូវតែជួយនាងមកវិញ ប៉ុន្តែបាក់សីស្ពាន់ទៅមកដូចជាអំពិលអំពែកគ្មានអ្នកណាដឹងពួកយើងទៅជួយនាងយ៉ាងម៉េចទៅ យិនហ្វឹងលោកមានកំណត់អីទេ ដោះដូរមនុស្ស ដោះដូរមនុស្ស អាវស្វាយបញ្ជូនអាវក្រហមមកជួយអាវសបើជាថាអាវសមានសារៈសំខាន់ណាស់ក្នុងចិត្តអាវស្វាយពេលនេះអាវសនៅក្នុងដៃពួកយើងបើចង់ជួយយាយយ៉ាស៊ីមានតែដោះដូរជាមួយគេទេ ប៉ុន្តែយាយយ៉ាស៊ីចេះវិជាដាំស្រូវវាជារឿងចាំបាច់សម្រាប់ទាហានឲ្យស្វាយព្រមយកនាងមកបដូរដែរទេទោះជាឲ្យស្វាយយល់ព្រមតែ even មិនអាចយល់ព្រមទៅ តែយ៉ាងណារឿងនេះចាំបាច់ត្រូវសាកមើល ទូគ្មានពាក់ព័ន្ធនឹងឆាងអូតែយិយ៉ាស៊ីគឺបានដាំស្រូវឲ្យយ៉ាងហាន់ពួកយើងគុណធំប៉ុណ្ណឹងមិនថាត្រូវលះបង់អ្វីទេក៏ត្រូវតែជួយនាងមកវិញយិនហ្វឹងរឿងនេះខ្ញុំប្រគល់សិទ្ធឲ្យលោកចាត់ចែងហើយ ទទួលបញ្ជា លោកជាអ្នកណា ជាវយើប៉ុន្តែគេហៅខ្ញុំថាជើងខ្លាំងអាវបៃតង លោកជាបាក់សីស្ពាន់នេះចាហេតុអីខ្ញុំនៅទីនេះនាងតូចភ្ញាក់ហើយហ៎នាងជាអ្នកណាខ្ញុំជាអ្នកជួយនាងឲ្យសង្គ្រោះគូស្នេហ៍នាងនិយាយប្តីផ្ដាស់ស្អីឈប់ធ្វើពុតទៀតទៅខ្ញុំបានឃើញអស់ហើយនាងដើម្បីជួយម៉ូអ៊ីនបានលួចកំសៀវខឹងអាយយកទៅនិងវិជាផ្សារភ្ជាប់រាងកាយដើម្បីជួយគេចេញពីកំសៀវមកទៀតអូខ្ញុំឯងនាងថាខ្ញុំជួយម៉ូអ៊ីនឲ្យចេញមកឯងនៅលួចកំសៀវចាប់បិសាចហឹងអាយទៀតមិនអាចទេនាងប្រកាសជានិយាយប្តីផ្ដាស់ហើយបានជាហ៊ានធ្វើក៏ហ៊ានទទួលទៅយ៉ាងម៉េចខ្មាស់មែនទេ ចេញស្មានថាមនុស្សលើលោកនេះគឺសិតតែដូចនាងមែនទេគ្មានភាពអៀនខ្មាស់នៅក្នុងខ្លួន ធ្វើដើម្បីស្នេហាមានអីគួរឲ្យខ្មាស់ទៅហេតុអីខ្ញុំមិននៅទីនេះខ្ញុំកែនៅក្នុងជំរំរាប់យ៉ាងហានច្បាស់ដែរសម្ដីដែលគេនិយាយខ្ញុំស្ដាប់មិនយល់ទេធ្វើយ៉ាងម៉េចទៅអាចចេញពីទីនេះបានយាយយ៉ាស៊ីសុំទោសខ្ញុំមិនអាចឲ្យនាងដឹងពីវត្តមានខ្ញុំទេមិនដូច្នេះខ្ញុំសូមអីតែកន្លែងលាក់ខ្លួនគ្មានដែរទុកចិត្តចោះខ្ញុំព្រោះតែជួយម៉ូអ៊ីនខ្ញុំបានប្រើកម្លាំងដើម្បីគ្រប់គ្រងលើនាងពេលនេះកម្លាំងខ្ញុំសោកខ្លាំងណាស់ទោះខ្ញុំចង់គ្រប់គ្រងលើនាងទៀតក៏គ្មានសមត្ថភាពដែរបានជាមកដល់កំផែងយ៉ាវសានហើយហេតុអីហ៊ានណាត់ជួបត្រឹមក្រៅកំផែងនោះ ជាងខ្លាំងក៏ទៅតែមកពីជំរំទ័ពរបស់ខ្ញុំដូចគ្នាថែមទាំងនាំយកភ្ញៀវយ៉ាវហាន់របស់ខ្ញុំម្នាក់ផង យាយយ៉ាស៊ីនៅក្នុងដៃខ្ញុំពិតមែន អាវសក៏នៅក្នុងជំរំខ្ញុំដែរ លោកចង់យ៉ាងម៉េច ដោះដូរមនុស្ស ដោះដូរយ៉ាងម៉េច លែងមនុស្សនៅព្រំដែនស្របពេលគ្នា ទុកខ្ញុំជាក្មេងអាយុ3ឆ្នាំមែនទេក្រុមស្លាប់ហោះពួកលោកជំនាញខាងរៀបចំអន្ទាក់បើពួកលោកលេងល្បិចខ្ញុំមិនខាតបង់ទាំងព្រមទេដល់ពេលនោះខ្ញុំមានពីអីដោះសារជាមួយលោកម្ចាស់ អញ្ចឹងនាងចង់យ៉ាងម៉េច នៅខាងក្រៅកំផែងយូសាន20គីឡូមានភូមិឃ្លោកមួយវានៅប្រសពនគរទាំងពីរពាក់កណ្ដាលគឺសាយាពាក់កណ្ដាលទៀតគឺយ៉ាវហានដោះដូរមនុស្សនៅទីនោះគឺយុត្តិធម៌បំផុត បានស្អែកថ្ងៃរសៀលត្រៀមដោះដូរមនុស្ស លោកម្ចាស់ហេតុអីក៏អ្នកគ្រប់គ្រងមានពេលទំនេរមករកខ្ញុំដល់ទីនេះខ្ញុំឮថាលោកចាប់បានក្មេងស្រីមកពីឆាងអ៊ូដែលអាចដាំស្រូវបានដំណឹងរហ័សមែនលើលោកនេះគ្មានរឿងដែលអាចលាក់បាំងនឹងលោកបានទេប៉ុន្តែលោកម្រោខ្ញុំដល់ទីនេះដោយផ្ទាល់ព្រោះចង់មកសួរបញ្ជាក់រឿងនេះមែនទេខ្ញុំឮទៀតថា
លោកម្ចាស់ចង់យកនាងដោះដូរនឹងជើងខ្លាំងអាវសគឺពិតជាអញ្ចឹងមែនអូខ្ញុំដឹងថាលោកម្ចាស់ធ្វើដើម្បីគ្រប់គ្នាប៉ុន្តែសូមកុំភ្លេចឲ្យសោះថាទោះជាអាវសជាមនុស្សរបស់បាក់សីស្ពាន់ថែមទាំងមនុស្សនគរសៀយានគរទាំងពីរច្បាំងគ្នាមានមនុស្សស្លាប់និងរបួសជារឿងធម្មតាបើសិនជាគេស្លាប់ក៏ទុកថាលះបង់ដើម្បីជាតិប៉ុន្តែក្មេងស្រីមកពីឆាងអ៊ូនោះមិនអាចដោះលែងជាដាច់ខាតនាងជាវិជាដើមស្រូវបើឲ្យយ៉ាវហានបាននាងប្រៀបបីដូចជាបានប្រភពស្បៀងពេលនេះចាប់នាងបានហើយគួរតែសម្លាប់នាងចោលប៉ុន្តែលោកកុំភ្លេចឲ្យសោះថាម៉ូអ៊ីនមិនត្រឹមតែជាជើងខ្លាំងធម្មតាទេគេជាប្អូនធំរបស់ខ្ញុំតើលោកម្ចាស់ចង់យកមនុស្សសេចក្ដីជាធំមិនខ្វល់នឹងប្រទេសជាតិមែនទេចុះបើសិនជាយើងថាមែនតើលោកយល់ព្រមចូលរួមជាមួយយើងដែរទេសង្គ្រាមយេរូសាឡពាក់ព័ន្ធដល់វាសនាសាវៀតបើសិនជាលោកម្ចាស់មានកំណត់បែបនេះខ្ញុំមានតែយកទៅថ្វាយព្រះអង្គហើយតាមចិត្តលោកចុះប៉ុន្តែពេលនេះសៀយ៉ាស៊ីគឺយើងជាអ្នកចាប់មកចង់ចាត់ការនាងយ៉ាងម៉េចមានតែយើងទេជាអ្នកសម្រេចលោកកំផែងយូសានត្រូវយ៉ាវហានឡំពាត់ច្រើនខែគិតថាលោកមានរឿងច្រើនណាស់ដែលត្រូវចាត់ការយើងមិនចង់រំខានលោកទេសូមចេញចុះឈីយ៉ាបើលើកនេះអាចជួយមកអ៊ីនបានសម្រេចនាងមានគុណសម្បត្តិធំណាស់វាមិននៅលើខ្ញុំទេគឺនៅលើស្នេហាបើយាយ៉ាស៊ីមិនព្រោះតែស្នេហាបានប្រើវិធីដែលហឹងអាយប្រាប់នាងទៅជួយគេលួចយកកំសៀវនោះទៅដើម្បីជួយមកអ៊ីនចេញមកនោះសំអាងលើកម្លាំងបាក់សីស្ពាន់ពួកយើងគឺមិនអាចជួយឲ្យគេចេញមកបានទេខ្ញុំគ្រាន់តែជួយកម្លាំងនាងមួយផ្នែកនៅលើលោកនេះព្រោះតែពាក្យថាស្នេហាធ្វើឲ្យមានការខុសឆ្គងណាស់នាងស្ដាយក្រោយហើយមានស្នេហាត្រូវស្លាប់មានស្នេហាត្រូវរងទុក្ខមានអីស្ដាយក្រោយកូនស៊ឺបានជាមកទៅហើយហេតុអីក៏មិនបង្ហាញខ្លួនជំរាបលោកម្ចាស់ខ្ញុំរៀបចំនៅពុំគ្រប់រួចរាល់ហើយចាំដល់ស្អែកថ្ងៃរសៀលម្ចាស់អញ្ជើញទៅចេញពួកគេមកហើយខ្ញុំស្មានថាពួកគេមិនរវល់ពីការស្លាប់របស់នាងយិនហ្វឹងខ្ញុំដឹងថាលោកច្បាស់ជាមកជួយខ្ញុំជិនហ្វឹងតាមផ្លូវពេលមកឃើញមានទាហានពួនឆ្មក់ច្រើនណាស់ប្រយ័ត្នចាញ់កលគេខ្ញុំនាំមនុស្សមកហើយតែចង់ដោះដូរយ៉ាងម៉េចខ្ញុំជាមនុស្សប្រកាន់សច្ចធម៌ពួកយើងដោះលែងពួកគេព្រមគ្នាទៅឲ្យពួកគេដើរមកដល់ខ្លួនឯងយ៉ាងម៉េចលែងមនុស្ស
ក្នុងនេះច្បាស់ជាមានអ្វីកលតន់មុនហឹងអាយគួរតែរៀបចំទប់ស្កាត់ហើយលែងមនុស្សយើងទៅសម្លាប់ទៅTrọng lăng Dân Phong Thả vào đó
វីបោះมันអាចឲ្យគេស្លាប់នៅទីនេះបានទេដកថយកុំតាមអីនាំមកអ៊ីនទៅវិញសិនលោកត្រូវពឹសហើយសំណាងខ្ញុំអត់ទាន់ពេលឆាប់លេបទៅបងមិនអីទេហ៎ហេតុអីមិនប្រយ័ត្នអញ្ចឹងមិនអីទេជនអ្នកផ្សេងមកដោយសុវត្ថិភាពហើយនៅបាក់សីមករាយការណ៍ប្រាប់ថាពួកគេបានដកថយហើយបងកុំបារម្ភអីពេលនេះកំពុងនៅតាមផ្លូវមកវិញសុំទោសកុំឲ្យតែនាងរត់ព្រេបណាស់នៅក្នុងជំរំស្ងៀមអរប្រគុណណាស់ទៅហើយយកចៅយ៉ាងម៉េចដើម្បីជួយនាងពួកយើងត្រូវដោះលែងឲ្យសដែលខំចាំមកយ៉ាងលំបាកថែមទាំងស្ទើរស្លាប់នៅភូមិឃ្លោកទៀតខ្ញុំមិនបានប្រដេះផ្ដាស់ទេខ្ញុំក៏មិនដឹងថាមានរឿងអីកើតឡើងដែរតែខ្ញុំដឹងខ្លួនឡើងគឺនៅទីនោះតែហើយនាងមិនដឹងថាមានរឿងអីកើតឡើងពិតមែនទេប៉ុន្តែយើងបានជួបគ្នានៅក្រៅភ្នំខ្ញុំចាំមិនបានទេមិនបាច់ដោះសារទេរឿងនេះមកពីនាងរត់ព្រេបណាស់បានហើយទោះនេះមានកំហុសយ៉ាងណានេះជាអ្នកមានគុណរបស់យ៉ាវហាន់អញប៉ុណ្ណឹងបានហើយខ្ញុំនិយាយទៅសម្ដីយកចាស់អញមិនពិរោះស្ដាប់ប៉ុន្តែព្រោះគេគិតពីសុវត្ថិភាពនាងបើសេស្ប៉ុនមិនមែនមនុស្សធម្មតាពួកយើងអាចជួយនាងបានម្ដងមិនប្រកាសថាសំណាងគ្រប់ពេលទេប្រាប់ថាអត់គឺអត់ហើយហេតុអីក៏គ្រប់គ្នាមិនជឿខ្ញុំណែចង់ខឹងអាចខឹងបានតែកុំទៅណាព្រេបណាស់ខ្ញុំធ្វើប្រហែសមិនអាចសម្លាប់ស្រីច្រមុះនោះបានសូមដាក់ទោសខ្ញុំមកចុះទុកឲ្យខ្ញុំទៅសម្លាប់មនុស្សនៅចំណុចតបយ៉ាហាន់ដើម្បីលុបលាងទោសសូម្បីតែមនុស្សស្រីធម្មតាម្នាក់ក៏ពួកលោកសម្លាប់មិនបាននៅនិយាយគ្រាន់បើអីទៀតបើខ្លាចជាទូកទៅហើយបានហើយកនស៊ឺបាទលោកម្ចាស់ទោះរឿងលើកនេះបរាជ័យតែការរៀបចំរបស់លោកគឺល្អខ្លាំងណាស់លោកម្ចាស់សរសើរពេកហើយហើយរំលែកទុកលោកម្ចាស់បានជាកិត្តិយសរបស់ខ្ញុំណាស្នៀតខ្ចីកំបិតសម្រាប់មនុស្សរបស់លោកក៏ធ្វើដើម្បីយើងដែរមែនទេខ្ញុំមិនយល់ទេសូមលោកម្ចាស់បញ្ជាក់ឲ្យច្បាស់មកឈីបញ្ជាឲ្យលោកការពារមុនអ៊ីនលោកដឹងច្បាស់ណាស់ថាមុនអ៊ីនត្រូវរបួសធ្ងន់លោកនៅឲ្យគេច្បាំងជាមួយនឹងក្រុមស្លាប់ហោះបណ្ដាលឲ្យគេរបួសរឹតតែធ្ងន់ខ្ញុំធ្វើប្រហែលមកពេលសូមលោកលេងទោសខ្ញុំផងឬក៏លោកគិតថាយើងមិនដឹងពីគំនិតរបស់លោកមែនទេយើងមកខ្វល់ទេថាលោកនៅមួយអ៊ីនធ្លាប់មានរឿងអីនឹងគ្នាទោះជារឿងផ្ទាល់ខ្លួនអ្នកទាំងពីរតែយើងសូមដាស់តឿនលោកបន្តិចគេជាប្អូនធំរបស់យើងបើគេមានកើតរឿងអីឡើងមកកនស៊ឺយើងនឹងឲ្យលោករស់ពិបាកជាងស្លាប់ព្រះអង្គនេះគឺជានំដែលយកមកពីនគរណាម៉ាន់ឡខាងត្បូងឆាប់ឡើងឆាប់យកទៅទុកទៅព្រះអង្គទ្រង់មិនសោយទេហ៎មិនសោយទេម្ចាស់ពូចិត្តមកវិញហើយគាត់ចូលចិត្តហូបនំដែលយកមកពីណាម៉ាន់ឡខ្លាំងណាស់ទុកឲ្យម្ចាស់ពូហូបចុះព្រះអង្គលោកអបរាជទៅធ្វើកិច្ចការជាតិទើបតែមកវាំងវិញនៅពេលនេះនឹងមានទោសធ្ងន់មិនខានមិនទាំងអាចយកនំព្រះអង្គបានទៅចង់មកទៀតធ្វើកិច្ចការជាតិស្អីទៅបើម្ចាស់ពូត្រឡប់មកវិញនោះទៅហៅតែស្មោះត្រង់នឹងស្ដេចស្មានតែយើងជឿសម្ដីមិនពិតពូលោកមែនទេយើងរចាំថ្ងៃដែលម្ចាស់ពូមកវិញយកក្បាលខ្មាំងសត្រូវឲ្យយើងសូមព្រះអង្គកុំខ្ញាល់អីមនុស្សមិនចេះគិតឯនេះធ្វើឲ្យព្រះអង្គខ្ញាល់ទៀតហើយនាំគ្នាចេញអស់ទៅបាទសូមព្រះអង្គកុំខ្ញាល់ត្រូវរក្សាព្រីសុខភាពទូលមកគុំដឹងថានេះគ្រាន់តែព្រះអង្គនឹកម្ចាស់ពូខ្លាំងពេក
ពួកមិនដឹងអីអស់នេះមិនយ៉ាងអាចដឹងពីប្រតិរបស់ព្រះអង្គទៅបើសិនជានិយាយប៉ះពាល់ដល់អារម្មណ៍ទ្រង់សូមទ្រង់កុំទុកក្នុងប្រតិអី កុំទៅក្នុងប្រតិហ៎វងអាយឈីងលោកយកចិត្តយើងជាងគេ ប៉ុន្តែបើនិយាយទៅព្រះអង្គរាជសារទី2បានប្រកាសទៅច្រើនថ្ងៃហើយតែមិនឃើញលោកឧបរាជតបវិញសោះទូលបង្គំជឿថាលោកឧបរាជគឺមិនប្រឆាំងនឹងព្រះរាជបំណងរបស់ព្រះអង្គទេក៏ប៉ុន្តែគេប្រឆាំងនឹងបញ្ជារបស់ព្រះអង្គបែបនេះមិនព្រមមកវិញដល់ពេលនោះនឹងមានពាក្យខ្សឹបខ្សៀវគ្នាខូចព្រះកិត្តិយសរបស់ព្រះអង្គហើយក្រាបទូល អញ្ចឹងផ្សព្វផ្សាយទៅចាប់ពីពេលនេះទៅមួយថ្ងៃប្រកាសរាជសារយើងម្ដងរហូតដល់ម្ចាស់ពូត្រឡប់មកវិញទូលបង្គំទទួលព្រះរាជបញ្ជា លោកមេតរធំទាហានទាំងអស់ចាំស្ដាប់ចេញដំណើរលើនេះទៅជួយក្រុងចៅសាន់ ខ្ញុំធ្វើឲ្យបងភ្ញាក់ហើយគន់ស៊ឺបានធ្វើកិច្ចការរួចរាល់ហើយចាងហានបាននាំទ័ពទៅចលងភ្នំគួយអ៊ីងទាំងព្រឹកគ្រប់យ៉ាងដើរតាមផែនការរបស់បងហើយមានចំណុចមួយមិនស្ថិតនៅក្នុងផែនការបងទេក្នុងសមរភូមិកំបិតដាវគ្មានភ្នែកបើចាងហានត្រូវអ្នកផ្សេងធ្វើរបួសលក្ខខណ្ឌមួយឆាននេះគឺលែងល្អមើលហើយបានខ្ញុំនឹងឲ្យហាន់ឡុងនឹងយ៉ាវយើការពារចាងហានដោយសម្ងាត់អើយមកតាមផ្លូវហត់ស្ទើរដៃខ្យល់ហើយអើលោកម្ចាស់តាមផ្លូវនឿយហត់ហើយមែនទេអើលោកត្រូវកាយដែរតែតិចមកប៉ាន់មកបាទ លំតែនេះមិនក៏អញ្ចឹងឲ្យផឹកយ៉ាងម៉េចទៅលោកម្ចាស់ទៅតាមព្រៃភ្នំតែប៉ុណ្ណឹងទ្រាំតិចទៅចាំពេលជួបលោកអបរាជកងយ៉ាងផ្សព្វផ្សាយបញ្ជារបស់ព្រះអង្គរួចហើយពួកយើងចប់កិច្ចការហើយពាក្យចចាមអារម្មណ៍នេះមិនមែនគ្មានមូលដ្ឋានទេតំណាងដែលព្រះអង្គឆ្លៀសវិញមើលដឹងថាកងយ៉ាងសួរមានបំណងប្រឆាំងទើបបញ្ជាឲ្យមកវិញឬគេជាអ្នកនាំពាក្យព្រាបលោកមេតបខាងមុខគឺជាចលងភ្នំគួយសិញហើយបោះជំរំនៅទីនេះហើយបញ្ជូនមនុស្សចូលទៅចលងភ្នំមើលពីស្ថានភាពខាងក្នុងបាទ
កងទ័ពចានហាននៅខាងកើតចលងមើលតាំងស្ថានភាពគេប្រហែលជាបញ្ចូលមកក្នុងទេ បោកបញ្ឆោតប្រកាសណាស់ ទឹកដីចលងគួយស៊ីងគ្រោះថ្នាក់ណានេះជាការប្រុងប្រយ័ត្នចាំងហានចេញច្បាំងរាប់មិនអស់មិនអាចបញ្យល់ពីហេតុផលមួយនេះទេ អញ្ចឹងធ្វើយ៉ាងម៉េចមិនអាចចាំបែបនេះរហូតបានទេ មិនត្រឹមតែចាំទេថែមទាំងត្រូវចាំដោយអំណត់ម្យ៉ាងទៀតត្រូវស្ងប់ស្ងាត់កុំឲ្យស្មៅបង្អល់ពោះឲ្យពួកគេដឹងខ្លួនមុន បើដឹងមុនតើយ៉ាងម៉េចគេមកដើម្បីជួយយកសានឬក៏គិតថារត់ទៅក្រុងយាវិញគេទប់ទល់បានយកសានអាចទប់ទល់មិនបានដល់ពេលនោះមិនគ្រប់បញ្ជានឹងមានទោសស្លាប់ យេនហ្វឹងខ្ញុំយល់ថាយោចៅគេនិយាយសមហេតុផល កុំភ្លេចឲ្យសោះលោកអបរាជឲ្យឡំពាត់យកសានដើម្បីកម្ចាត់ចាំងហានបើមិនកម្ចាត់ចាំងហានបានទេលោកអបរាជមិនបញ្ជាឲ្យលោកយកសានទេសាចាំងใครឲ្យពូនឆ្មក់នៅយកសានមែនទេមិនកាយមកទីនេះ លោកវាយប្រហារចាំងហានគឺជារឿងសំខាន់មិននឹងអាចខ្វះខ្ញុំបានទេអត់ត្រូវហើយអាណាតនមឹងចាំខ្លំមើលគឺខាងលិចគ្រប់គ្នាមានលើកសម្លេងអីដែរទេ នាងបានលឺអី គ្មានអីទេ ឆាំងអូឆាប់ទៅប្រកាសទៅឲ្យលាក់ខ្លួនឲ្យចិត្តហាមធ្វើសកម្មភាព បាន ឬក៏ជានាង បទភ្លេងនៃបទនេះពិតជាប្លែកណាស់មានតែបងប្អូនស្រីយើង4នាក់ប៉ុណ្ណោះដែលធ្លាប់ស្ដាប់អ្នកធម្មតាមិនអាចស្ដាប់ឮទេបទមួយនេះភ្លេងវាកំសត់ដកជាប់នៅនឹងត្រចៀកជៀសមិនផុតពីអារម្មណ៍សោកសៅទោះជាបងក៏ប្រហែលជាទប់មិនចោះបងស្រីបើបងនៅតែមិនបង្ហាញខ្លួនខ្ញុំនៅតែដេញរហូតទៅបងសឹងបងនៅចាំខ្ញុំបានច្បាស់ណាស់ហេតុអីបានជាបងធ្វើជាមិនស្គាល់ខ្ញុំតន់មឹង សាំងចាញ់មិនក៏មកបាន ពេលនេះកុំតន់និយាយរឿងនេះអ្នកដឹងទេថាព្រះអង្គក៏ហៅលោកអបរាជត្រឡប់ទៅវិញ មិនបានជាឯងដឹង តាមផ្លូវខ្ញុំស្ដាប់ឮតែចៃដន្យ បាទត្រូវត្រឡប់ទៅវិញភារកិច្ចវាឆ្ងក់ចាំងហាននឹងត្រូវលុបចោលមិនងាយទេតម្រាំមានឱកាសល្អបែបនេះត្រូវតែសម្រាប់ចាំងហាន អញ្ចឹងពួកយើងធ្វើសកម្មភាពពេលណា យប់នេះអញត្រឡប់ទៅត្រៀមខ្លួនឲ្យហើយទៅចុះអ្នកនាំពាក្យនៅឯណាអ្នកណាខ្លះដឹងរឿងនេះ ទុកចិត្តចុះខ្ញុំបានយកទៅលាក់ទុកនៅកន្លែងសម្ងាត់បំផុតគ្មានអ្នកណាដឹងទេ បងសឹងបងនៅចាំខ្ញុំបានច្បាស់ណាស់ហេតុអីមិនទទួលស្គាល់ បាទនាងបានដឹងទៅហើយខ្ញុំក៏មិនបាច់ធ្វើពុតទៀតដែរមិនខុសទេខ្ញុំមិនបានភ្លេចរឿងកាលពីមុនទេគ្រាន់តែមិនចង់ធ្វើស្គាល់នាង ព្រោះតែវាមែនទេឈីងនាងនិងខ្ញុំជាទេពអប្សរឧបករណ៍ភ្លេងពួកយើងបានតាំងសិលខ្លាចជាទេពអប្សររូបមួយនេះបញ្ជាក់ថានាងបានស្រឡាញ់បិសាចនេះជាកំហុសធំណាស់ខ្ញុំមិនបានរាយការណ៍ទៅឋានលើទុកថាខ្ញុំយល់ដល់នាងហើយនាងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចទៀត ចុះវាយ៉ាងម៉េចមិនថាអ្នកណាដែលខ្ញុំស្រឡាញ់ជាអ្នកណាបងគឺជាបងស្រីខ្ញុំរឿងនេះគ្មានថ្ងៃប្រែប្រួលទេមកដល់ពេលនេះខ្ញុំនៅតែមិនភ្លេចពេលដែលពួកយើងចុះមកឋានមនុស្សបងដើម្បីជួយខ្ញុំស្ទើរតែស្លាប់នៅក្នុងសមុទ្រភ្លើងទៅហើយបងស្រីជីងបងស្រីបងស្រី
បានតាំងសិលខ្លាចជាទេពអប្សរទៅហើយហេតុអីមិនលាងជំរះខ្លួនឲ្យស្អាតមិនដាល់ឲ្យមានសាហាជាមួយបីសាងបងស្រីអ្វីដែលបងនិយាយមកមិនមែនខ្ញុំមិនដឹងនោះទេគ្រាន់តែបងមានធ្លាប់គិតដល់ទុកលំបាកខ្ញុំដែរទេថ្ងៃនោះខ្ញុំនឹងបងបានបែកគ្នានៅក្នុងសមុទ្រភ្លើងខ្ញុំមកដល់ឋានមនុស្សតែម្នាក់ឯងស្មានថាបងបានស្លាប់បាត់ទៅហើយផ្លូវដែលនៅសល់ខ្ញុំត្រូវដើរតែម្នាក់ឯងនៅពេលនោះខ្ញុំគ្មានញាតិមិត្តជួបទុកលំបាកច្រើនណាស់ក្នុងចិត្តមានអារម្មណ៍ឯកោខ្ញុំមិនដូចជាបងទេក៏មិនដូចបងឈិនពួកបងធ្លាប់មកឋានមនុស្សដឹងថាតាក់ទងមនុស្សយ៉ាងម៉េចប៉ុន្តែខ្ញុំមកលើកទី1គឺឯងតើមិនពេលនេះឃើញច្បាស់ហើយមែនទេអាវបៃតងឆាប់ប្រគល់ចាំងហានចេញមកចូលទៅតន់មកថ្ងៃនេះកើតអីនាងជំនុំចេះដឹងម្នាក់ហើយក៏សម្រុកជួយជំរុំចាំងហាន់ទាំងយប់បើខ្ញុំមិនចាប់អារម្មណ៍ភ្នែករបស់ចាំងសាំងខុសធម្មតាយប់ឡើងបាត់គេក៏ទៅរកគេលទ្ធផលមិនហ៊ានគិតខ្ញុំធ្វើប្រហែលហើយអរគុណដែលបានជួយខ្ញុំចង់នឹងទៅហេតុអីឬចង់បញ្ជាក់ថាខ្លួននាងខ្លាំងប្រកាសជាងខ្ញុំមិនមែនចឹងទេក្នុងខ្សែភ្នែកលោកខ្ញុំជាមនុស្សបែបហ្នឹងមែនទេអញ្ចឹងប្រាប់ខ្ញុំមកហេតុអីទៅសម្រាប់ចាំងហាន់នៅក្នុងពេលនេះបើយាយយ៉ាស៊ីធ្វើរឿងដែលខ្ញុំធ្វើនៅថ្ងៃនេះតើលោកគិតយ៉ាងម៉េចយាយយ៉ាស៊ីមិនធ្វើរឿងបែបនេះទេនាងរត់ទៅក្រៅភ្នំប្រទេសផ្ដាស់ត្រូវបាក់សៃស្ពាន់ចាប់យកទៅធ្វើឲ្យក្រុមស្លាប់ហោះចំណាយកម្លាំងយ៉ាងច្រើនថែមទាំងដោះលែងអាវសទៀតលោកគិតយ៉ាងម៉េចមិនថាយាយយ៉ាស៊ីធ្វើខុសរឿងអ្វីទេលោកជ្រើសរើសការពារនាងយល់ថានាងជាកូនក្មេងមិនដឹងអីគ្រាន់តែធ្វើរឿងល្ងីល្ងើមួយពេលសូម្បីតែហឹងអាយក៏លោកការពារដោយគ្មានលក្ខខណ្ឌដែរទោះជានាងមានរឿងនឹងទង្វើជាច្រើនដែលពួកយើងមិនអាចយល់បានតែលោកនៅតែជ្រើសរើសជឿនាងប៉ុន្តែចំណែកខ្ញុំវិញមិនថាខ្ញុំធ្វើអ្វីទេលោកគិតថាខ្ញុំធ្វើដើម្បីដណ្ដើមយកគុណសម្បត្តិលោកបានជាអាកាត់ឲ្យខ្លួនឯងទៅហើយនៅមកសួរខ្ញុំធ្វើអីសាចាំងប្រមាថមិនក៏ធ្វើសកម្មភាពខ្លួនឯងព្រោះចង់ឲ្យឆាប់ដកតបវិញចង់ឲ្យឆាប់ដកតបមែនព្រោះខ្ញុំចង់ដកតបឲ្យបានលឿនជាងលោករឿងអីក៏លោកអបរាជឲ្យលោកធ្វើដែរវាឆ្មាក់នៅចលងគួយស៊ីងក៏ឲ្យលោកទទួលខុសត្រូវតន់មិនខ្ញុំអន់ជាងលោកត្រង់ណាសំអាងស្អីប្រកុលសិទ្ធទាំងអស់ឲ្យលោកខ្ញុំព្រោះតែចង់បញ្ជាក់ថាសមត្ថភាពខ្ញុំខ្លាំងជាងលោកហើយក៏និយាយបែបនេះយិនហ្វឹងមិនមែនអញ្ចឹងទេការពិតសាចាំងបាត់មុនសាចាំងនិយាយទៅខ្ញុំសាចាំងបងស្រីដល់ពេលនេះទៅហើយឈប់លាក់បាំងនឹងគេទៀតទៅរត់ក៏រត់ទៅគ្មានស្អីទេប៉ុន្តែលោកក៏តែមើលពេលនេះយ៉ាវហាន់មានចំណឿចិត្តខ្លាំងក្នុងការវាយឆ្មក់នៅចលងគួយស៊ីនត្រៀមតបពេញលេញតែអ្វីដែលត្រូវហាមគឺវាស្មៅបង្អើពោះពួកគេមិននឹងអាចចាត់មនុស្សមកសម្រាប់ខ្ញុំពេលនេះទៅឬក៏ពួកគេមិនមែនយ៉ាវហាន់បញ្ជូនមកទេបើនាងពិតជាមនុស្សរបស់យ៉ាវហាន់មែនបានន័យថាពួកគេមិនស្រស់ស្រួលគ្នាកងយ៉ាងសួរគ្រប់គ្រងទាហានមិនបានល្អអញ្ចឹងគួរតែមិនមែនជាមនុស្សរបស់យ៉ាវហាន់ទេប្រហែលហើយប៉ុន្តែនាងដូចជាសម្ដៅមករកមេតបច្បាស់ណាស់ឬក៏នាងមានគំនុំអីនឹងលោកបើបែបនេះមែនក៏ពិបាកបន្ទោដែរខ្ញុំចេញច្បាំងរាប់សិបឆ្នាំសម្រាប់សត្រូវរាប់មិនអស់អ្នកដែលត្រូវសម្លាប់
សតតែមានប្រពន្ធកូនរួចហើយប្រពន្ធសងសឹកឲ្យប្តីកូនសងសឹកឲ្យឪពុកប៉ុន្តែមេទ័ពសម្រាប់មនុស្សនៅក្នុងសមត្ថភូមិគឺសុទ្ធតែដើម្បីជាតិមិនទាំងអាចទុកជាគំនុំផ្ទាល់ខ្លួនគំនុំជាតិនិងគំនុំគ្រួសារការគិតគឺវាផ្សេងគ្នាអ្នកណាទៅដឹងទៅមែនហើយជាងខ្លាំងអាវស្វាយពិតជាដឹងគ្រប់រឿងមែនលើកនេះគុំទៅបានគេទេចុះសូមរាយការណ៍លោកមេទ័ពក្នុងចលនាភ្នំធម្មតាគ្រប់យ៉ាងមិនឃើញមានធានពួតឆ្មក់ទេខ្យល់ទើគ្នាពិតជាទេវតាជួយខ្ញុំមែនខ្ញុំនឹកឃើញផែនការបាយបំបីវាឆ្មក់នៅចលងគួយស៊ីបានហើយបាញ់ភ្លើងអីចាប់ខ្លួនអ្នកនាំពាក្យអីខ្ញុំជាអ្នកចាប់គេមិនពាក់ព័ន្ធនឹងបងស្រីទេហេតុផលខ្ញុំអាចប្រាប់លោកបានតែបើលោកចង់ជួយមនុស្សត្រូវឆ្លងកាត់កាំបិតខ្ញុំសិនបានខ្ញុំចាំស្ដាប់ថាតើនេះមានហេតុផលអីចាំបាច់ធ្វើនាងបថយនឹងគ្រោះថ្នាក់នឹងទោសក្បត់នេះខ្ញុំមិនចង់លាក់ទេខ្ញុំនឹងសាងចាងជាបងប្អូននឹងគ្នាការណូពុកតាមលោកអបរាជទៅច្បាំងនៅភូមិខាងជើងបានចាញ់ឧបាយកលរបស់ចាងហានធ្វើឲ្យទាហានស្លាប់ជាច្រើនត្រូវ被សកាត់ជនសម្លាប់នៅសឺធីងមេតបយោហានលីចុងការពិនចូលសមរភូមិប្រយុទ្ធស្លាប់រស់ជាមិនផុតទេប៉ុន្តែឪពុកខ្ញុំធម្មតាធ្វើការម៉ត់ចត់ណាស់តែដោយសារចាងហានល្បិចកលច្រើនតាមមិនទាន់ប្រើល្បិចជាច្រើនដងធ្វើឲ្យពុកបរាជ័យគួរឲ្យស្ដាយដែលពុកមានភក្ដីភាពមកមួយជីវិតពេលស្លាប់ទៅបែរជាជាប់ឈ្មោះជាអ្នកទោសគ្រួសារទាំងមូលក៏ធ្លាប់ចុះទៅតាមខ្ញុំនៅបងស្រីជាក្រុមស្លាប់ហោះព្រោះតែសង្ឃឹមថាថ្ងៃណាមួយអាចសាងគុណសម្បត្តិធំដើម្បីលុបលាងនៅការប្រមាថចំពោះគ្រួសារដល់ពេលនោះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាបានឃើញគ្រួសារលីជាមន្ត្រីស្មោះត្រង់ខ្ញុំចង់លៀងភាពស្អាតស្អំឲ្យពុកខ្ញុំពេលនេះខ្ញុំយល់ហើយថាហេតុអីពួកឯងចង់សម្លាប់ចាងហានប៉ុន្តែក្រុមស្លាប់របស់ពួនឆ្មក់នៅចលងគួយស៊ីដើម្បីសម្លាប់ចាងហានស្រាប់ទៅហើយហេតុអីពួកឯងទៅបថុយតែពីរនាក់ទៀតម្យ៉ាងទៀតតើពាក់ព័ន្ធនឹងអ្នកនាំសារព្រោះបើអ្នកនាំរាជសារបានជួបលោកអបរាញពួកខ្ញុំនឹងគ្មានឱកាសសងសឹកទៀតទេបាននេះថាម៉េចដឹងថារាជសារនោះសរសេរថាម៉េចទេសរសេរថាម៉េចសំឡងហើយដល់ព្រះអង្គឆ្លៀសវិញមើលដឹងថាកងយ៉ាងស៊ូមមានបំណងប្រឆាំងទើបបញ្ជាឲ្យនាំទ័ពមករាជសារសរសេរថាលោកអបរាជត្រូវប្រញាប់ដកទ័ពទៅវិញព្រះអង្គគាំទ្ររឿងសង្គ្រាមភាគខាងជើងហេតុឲ្យលោកអបរាជដកទ័ពព្រះអង្គស្ដាប់ពាក្យចាក់រុកស្មានថាលោកអបរាជលួចបង្កើតកងទ័ពមានកម្រិតបះបោច្បាស់ជាស្នាដៃមហាថ្លឹកលោកបានដឹងរឿងអស់ហើយសរុបមកចាងហានខ្ញុំចាំបាច់ត្រូវតែសម្លាប់អ្នកនាំរាជសារម្នាក់នេះក៏ខ្ញុំមិនដោះលែងដែរបើលោកពិតជាចង់រៀបរៀងមែនអញ្ចឹងពួកយើងមានតែត្រូវតតាំងគ្នាហើយក្រុមស្លាប់ហោះជាមីតងតែមួយរឿងរបស់នាងក៏ដូចជារឿងរបស់ខ្ញុំសូមសម្បត្តិនៅទីនេះរឿងនៅយប់នេះខ្ញុំមិនអោយលេចលឺទៅខាងក្រៅទេលោកត្រូវតែដឹងថាចាប់ខ្លួនអ្នកនាំរាជសារមានទោសក្បត់នឹងព្រះអង្គលោកដឹងរឿងមិនរាយការណ៍ទោសមិនអាចលើកលែងបានទេខ្ញុំប្រកាសជាដឹងខ្ញុំរឹតតែដឹងថាញើសឈាមនៅអបរាជជាច្រើនឆ្នាំផែនការសង្គ្រាមភាគខាងជើងមិនត្រូវរលាយក្រោមពាក្យចាក់ជួយប្រមាណមកទេបើខ្លាចជាអ្នកទោសតែអាចស្រោចស្រង់ស្ថានភាពបានខ្ញុំសុខចិត្តធ្វើជាអ្នកទោសម្នាក់បាញ់
ណាដល់ថយលឿនគំរួតណាស់ចាំងហានចង់ដុតចលងក្នុងគុយស៊ីង មិនបានទេត្រូវតែឆាប់ផលិតភ្លើង ចុះសិនភ្លើងនេះផលិតមិនបានទេហេតុអីចាំងហានបាញ់ភ្លើងព្រោះចង់ដឹងថាក្នុងចលងមានទីហ៊ានបង្កប់ឬអត់បើពួកយើងផលិតភ្លើងស្មានតែប្រាប់គេថាក្នុងនេះគឺមានមនុស្សអញ្ចឹងធ្វើយ៉ាងម៉េចទៅឬទុកភ្លើងឆេះនៅនេះរហូតទៅក៏លើយន្តក៏ត្រូវឆែកតិចដែរដល់ពេលចាំងហានជួយចលងភ្នំពួកយើងបានឲ្យទប់ទល់ មែនហើយយិនហ្វឹងឆាប់រមមធ្យោបាយចេញ បើគេដឹងថាក្នុងចលងគ្មានមនុស្សទេច្បាស់ជាចូលមកសាចាំងគ្រាបពលយន្តសាជាថ្មីយូលីបើឃើញកលឹះណាដែលខូចនោះបញ្ញាប់ជុលត្រូវធ្វើល្អដោយដើមទៅតន់មឹងនេះក៏ប្រាប់សាំងហឹងឲ្យគេលួចទុកកាត់ភ្លើងដោយសម្ងាត់ដៃខាត់របស់ឆែដល់កពូភ្នំយកចាំងអូបញ្ញាប់ទៅប្រាប់អ្នកផ្សេងទៅប្រាប់ពួកគេដាច់ខាតកុំឲ្យធ្វើសកម្មភាពបាទទៅមើលទៅបាទជំរាបលោកមេតបកលយន្តនៅក្នុងជលងភ្នំខ្ទេចអស់ហើយអត់មានឃើញតែហ៊ានពួកបាច់ឆ្មក់ទេស បផ្សាយបញ្ជាចេញដំណើរ បាទបងភ្ញាក់ហើយហ៎អ្នកយកការបានមកប្រាប់ថាចាងហានទៅចលងភ្នំគុយស៊ីងហើយលើកនេះខ្លាចតែចាងហានទៅហើយមិនអាចមកវិញទេគួរដល់ពេលឲ្យមូអ៊ីនដឹងខ្លួនហើយគ្រូកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់មិននឹងអាចឃើញស្លាប់ហើយមិនជួយបានទេក៏បានទុកឲ្យខ្ញុំទៅចាត់ការចុះលោកឯណាលោកគ្រូជើងខ្លាំងមេតបចាំងទៅជួយក្រុងយើសានហើយទៅតាំងពីពេលណាមួយថ្ងៃមុនពេលមេតបចាំងចេញតមគាត់ចាក់ចាំងខ្សាច់ទីមើលឃើញថាស្មើគ្នាជ័យជំនះ5ភាគវាសនាលើកនេះគឺពិបាកស្មានទុកជាមុនណាអើយមានការច្បាំងណាដែលមកគ្រោះថ្នាក់នោះហើយមិនចាំបាច់បារម្ភទេគ្រូចូលសមរភូមិច្បាំងឈ្នះរួមអស់សង្ឃឹមថាឈ្នះមាន8ភាគលើកនេះច្បាស់ជាយកឈ្នះតែជាយ៉ាងខ្លាំងបានសងសឹកឯងវិញលោកគ្រូ
ស្មានថាលោកនឹងនិយាយហេតុផលគុណធម៌អីជាមួយខ្ញុំតែអាចមកពីខ្ញុំឆ្លោះជាមួយលោកដល់ធ្លាប់ហើយតន់មឹងចាំទុកទៅទោះធម្មតាពួកយើងមិនស្របគ្នាប៉ុន្តែក្នុងចិត្តខ្ញុំនាងជាមិត្តរួមច្បាំងដ៏ល្អរបស់ខ្ញុំពិតជាបែបហ្នឹងមែនទេមែនហើយលោកមិនយល់ថាខ្ញុំគ្មានមនោសញ្ចេតនាទេហ៎ពីមុនខ្ញុំគិតអញ្ចឹងមែនតែក្រោយពេលដឹងប្រវត្តិរបស់នាងហើយផ្ទុយមកវិញយល់ថានាងគឺអស្ចារ្យណាស់បើបដូរមកជាខ្ញុំវិញប្រហែលជាមិនស៊ូដូចនាងទេខ្ញុំស្មានថាខ្ញុំនៅក្នុងចិត្តលោកគឺជាមនុស្សគួរឲ្យស្អប់ម្នាក់ហេតុអីនិយាយបែបនេះឬក៏មិនពិនតាំងពីដើមមកខ្ញុំរស់នៅដោយពាក់របាំងមុខមករហូតសម្ដែងតួជាមនុស្សម្នាក់គួរឲ្យស្អប់ខ្ញុំយល់ថានឹងធ្វើបែបនេះរហូតដល់ជ្រលងភ្នំគួយស៊ីងរៀបចំអន្ទាក់ខ្ញុំដឹងថាចាងហាននឹងត្រូវលបសម្លាប់មានពេលខ្លះខ្ញុំមិនចង់ខ្វល់ពីអតីតកាលទេខ្ញុំតែងសួរខ្លួនឯងរហូតមកថាហេតុអីខ្ញុំត្រូវបង្ខំខ្លួនឯងឲ្យរស់នៅបែបនេះហេតុអីខ្ញុំមិនធ្វើដូចជាយាយ៉ាស៊ីធ្វើអ្វីងាយធ្វើជាល្ងងខ្លះយ៉ាងហើយមនុស្សក្បែរខ្លួននាងចាប់ផ្ដើមស្រឡាញ់នាងម្ដងបន្តិចយាយ៉ាស៊ីមានចំណុចល្អរបស់គេនាងមានចំណុចល្អរបស់នាងមិនចាំបាច់ប្រៀបធៀបគ្នាទេនៅក្នុងចិត្តខ្ញុំនាងជាទាន់មីងដែលមានតែមួយគ្មានពីរពិតមែនទេពិតមែនទាន់មឹងស្លាប់ហោះត្រូវការនាងពួកយើងត្រូវការនាងចុះលោកខ្ញុំជាប្រធានក្រុមស្លាប់ហោះនេះថាទៅពួកយើងឆ្លងកាត់គ្រោះថ្នាក់ជាមួយគ្នាជាច្រើនមនោសញ្ចេតនាពួកយើងមិនអាចចំនួនបានទេនេះក៏មិនងាយខ្លួនឯងឲ្យសោះដូចអ្វីដែលបងគិតទុកមែនសូមអបអរផងគុំនុំលោកគ្រូធំពុនមីខ្ញុំគិតថាមូអ៊ីងច្បាស់ជាបដូរស្លាប់ដើម្បីសម្លាប់យៀនហ្វឹងមិនខុសទេខ្ញុំចង់ឲ្យបងប្អូនគេកាប់សម្លាប់គ្នាមិនស្លាប់មិនឈប់ខ្ញុំចង់ឲ្យលោកធ្វើសារកាន់ទុកនៅទីនេះរួចបញ្ចុះសពលោកគ្រូខ្ញុំបើយើងសានបាត់បង់ស្មើនឹងលាវយាកបាត់បង់ចិញ្ចៀងពាក់កណ្ដាលមេតបចាំងដឹងច្បាស់ពីចំណុចនេះទើបមិនខ្វល់ពីការពូនឆ្មក់របស់យ៉ាល់ហាន់ទោះជាត្រូវបដូរជីវិតក៏ត្រូវតែមកជួយយើងសាននេះគឺជាភាពស្មោះត្រង់កម្ររបាំងមេតបចាំងពេលជីវិតដើម្បីជាតិចង់សាងសង់សាលកាន់ទុកនៅទីនេះមានអ្វីមិនបានទៅមិនត្រឹមតែប៉ុណ្្នឹងទេថ្ងៃក្រោយខ្ញុំនឹងទូលព្រះអង្គឲ្យថ្វាយឈ្មោះមួយដល់មេតបចាំងលោកគ្រូមុនអ៊ីនសុំស្មត់ចំពោះមុខលោកគ្រូបើមិនសម្លាប់យៀនហ្វឹងខ្ញុំមិនមែនជាមនុស្សទេមានរឿងអីយ៉ាងម៉េចមានរឿងអីពេលដល់ថយពីចលងគួយសិញក្រែលោកថាមនុស្សច្រើនណាស់លោកឲ្យខ្ញុំចាំដល់តបចេញអស់សិនចាំដល់លេងអ្នកនាំសារមិនស្មានថាពេលខ្ញុំទៅដល់គ្រប់គ្នាចេញអស់ទៅវិញក៏បានអ្នកនាំសារទៅហើយមិនខ្ញុំទៅដល់ជំរុំតបវិញឃើញគ្រប់គ្នានិយាយរឿងនេះអ្នកនាំរាជសារ3នាក់នោះបានទៅជំរុំតបហើយពេលនេះនៅជាមួយនឹងបេសកជន
បាក់មកនាំគ្នាបាក់មកហើយ លោកបេសកជន លោកនៅនិយាយទៀតមើលមនុស្សក្នុងក្រុមស្រះហោះលោកទៅមើលពួកគេបានធ្វើអ្វីខ្លះហ៊ានចាប់ខ្លួនអ្នកនាំរាជសារផងហើយ យិនហ្វឹងជាប្រធានក្រុមស្លាប់ហោះខ្ញុំជាប្រធានក្រុមហោះរឿងដែលខ្ញុំធ្វើគ្មានពាក់ព័ន្ធនឹងគេទេ មិនពាក់ព័ន្ធគឺពាក់ព័ន្ធខ្លាំងណាស់រឿងនេះមិនត្រឹមតែពាក់ព័ន្ធដល់ក្រុមស្លាប់ហោះពួកឯងទេខ្ញុំក៏ពាក់ព័ន្ធជាមួយដែរពេលនេះសូមឲ្យតែលោកអបរាជក៏ដល់ខ្លួនមួយផង បេសកជនតនមើលនឹងសាងចាងបានធ្វើខុសពិតមែនតែពួកគេធ្វើព្រោះតែភក្តីភាពតែប៉ុណ្ណោះសុបេសកជនបន្ធូរបន្ថយទោសពួកគេផង ព្រោះតែភក្តីភាពខ្ញុំថាពួកគេថ្លើមធំទៅវិញទេពួកឯងមានក្បាលប្រមាណទៅមើលទៅក្រៅពីក្បាលរបស់ពួកឯងប្រហែលជានៅសល់តែថ្លើមទេនោះជាបេសកជនពិសេសរបស់ព្រះអង្គសូមឲ្យតែលោកអបរាជក៏ត្រូវគោរពគេដែរតែពួកឯងទុកគេដូចជាស្វាយុទ្ធតែឃុំនៅក្នុងរូបភ្នំអញ្ចឹង ប៉ុន្តែការនោះកិច្ចការបានត្រៀមរួចរាល់អស់ហើយបើសិនដំណឹងដកទ័ពនេះផ្សព្វផ្សាយទៅដល់ជំរំទ័ពសង្គ្រាមខាងជើងនឹងអស់សង្ឃឹមម្ដងទៀតបេសកជនបើបដូរជាលោកវិញលោកព្រមដែរទេ លោកប្រហិនណារាជសារគឺរាជសារ រាជសារតែយ៉ាងម៉េចតបនៅខាងក្រៅបញ្ជាស្ដេចអាចមិនទទួលបាន នាងចង់និយាយស្អីឲ្យប្រកាសទៅពួកឯងដឹងតែថាធ្វើយ៉ាងម៉េចឲ្យពួកឯងសប្បាយចិត្តពួកឯងមានធ្លាប់គិតទេថាវាប៉ះពាល់ដល់ភាពស្មោះត្រង់របស់លោកអបរាជ បេសកជនរឿងរាជសារនោះចាំខ្ញុំរកវិធីធ្វើឲ្យស្ងប់ប៉ុន្តែតនមឹងនឹងសាងចាងពួកគេមានធ្វើដៃក្នុងសង្គ្រាមចលងភ្នំគុយស៊ីងលើកនេះសូមបេសកជនលើកលែងទោសឲ្យពួកគេទៅ លើកលែងពួកគេប៉ុន្តែលោកមើលរកពាក្យរបស់ពួកគេធ្វើចុះពិសេសគឺតនមឹងនាងដូចដឹងកំហុសដែរទេ តនមឹងសាងចាងលើកនេះពួកឯងធ្វើខុសហើយឆាប់ទទួលកំហុសភ្លាមទៅសាងចាងដឹងកំហុសហើយលើកក្រោយលែងធ្វើចឹងទៀតហើយតនមឹង ខ្ញុំដឹងកំហុសហើយ បានហើយនាំគ្នាក្រោកឡើងមកហើយបើលោកអបរាជមិនបានប្រាប់មុនថាកុំឲ្យរឿងនេះលេចលឺទៅខាងក្រៅទោះខ្ញុំកាត់ក្បាលពួកឯង100 ដងក៏មិនអស់កំហឹងដែរ លោកអបរាជដឹងរឿងនេះហើយ លោកអបរាជសង្គ្រាមភាគខាងជើងលើកនេះជួយជ្រើដល់យើសានពេលនេះអ៊ីវ៉ានីខ្លាចជាអណ្ដើកនៅក្នុងស្នូកចាំតែវាយលោកទេប៉ុន្តែពេលនេះព្រះអង្គស្រាប់តែចេញជាដកទ័ពអញ្ចឹងការប្រឹងប្រែងពួកយើងមិនខ្លាចជាអាសាបងទេដើម្បីកម្ចាត់សាវយាលោកអបរាជត្រូវអត់អង្គុយរាល់យប់ចំណាយកម្លាំងកាយចិត្តពិបាកណាស់តម្រាប់ដល់ដំណាក់កាលនេះតែពេលនេះបែរជាត្រូវទៅវិញតែចង់ឲ្យឈាមកូនប្រុសអ្នកច្បាំងយ៉ាវហាន់ទាំងអស់នឹងកម្លាំងញើសឈាមរបស់លោកខាត់ចោលទៅទេដូច្នេះខ្ញុំសូមថ្លាមធំសូមលោកអបរាជកំដកទ័ពអី លោកចង់ឲ្យខ្ញុំប្រឆាំងបញ្ជា តាមច្បាប់ទាហាននៅក្រៅបញ្ជាស្ដេចអាចមិនទទួល នេះមិនមែនជាការមិនទទួលធម្មតាទេប្រើប្រាស់ទ័ពដោយចិត្តឯងមានទោសត្រូវស្លាប់ មិនអាចទេព្រះអង្គទឹកអបរាជដូចជាឪពុក តែនៅតែបែងចែកក្សត្រនិងមន្ត្រី តែព្រះអង្គល្អចំពោះលោក យិនហ្វឹងមេខ្ពស់ពិបាកស្មានលោកបញ្ចុះបញ្ចូលលោកអបរាជបែបនេះចង់ធ្វើបាបគាត់មែនទេ ស្ដាប់តាមន័យរបស់លោកយើងត្រូវដកទ័ពទៅវិញបោះបង់ជាជំនះនៅចំពោះមុខបោះបង់កិច្ចការធំរបស់យ៉ាវហាន់ក៏បានសួរពួកខ្ញុំថាព្រមឬមិនព្រមលោកអបរាជតែលោកព្រមទេ មិនព្រម បានជាលោកមិនព្រមអញ្ចឹងយើងប្រឆាំងបញ្ជាទៅចាំឲ្យ លោកនេះនៅក្មេងណាស់ពាក្យមួយគេថាខ្ពស់ស្រួចងាយបាក់របស់សស្អាតងាយប្រឡាក់មានរឿងខ្លះគឺមិនអាចប្រឆាំងបានទេត្រូវតែមានយុទ្ធសាស្ត្រល្អមួយ លោកអបរាជលោកមានយុទ្ធសាស្ត្រល្អមែនទេ ទោះគេថាបញ្ជាស្ដេចត្រូវតែគ្រប់ប៉ុន្តែបើសិនជាស្រាប់តែមានរឿងធំកើតឡើងលើខ្លួនខ្ញុំនោះវាមិនដូចគ្នាទេ រឿងធំរឿងអីទៅ ឧបមាថាមានគេសម្លាប់ខ្ញុំ លោកអបរាជមិនក៏លោកគិតបែបនេះ បើខ្ញុំមានរបួសធ្ងន់មិនអាចទៅវិញ
កិច្ចការនៅយោសាននឹងអាចអនុវត្តបន្តបាន លោកអូប្រាញ់មិនអាចធ្វើបែបនេះជាដាច់ខាត រឿងនេះចាំបាច់ត្រូវតែមានមនុស្សម្នាក់ថែមទាំងជាជើងខ្លាំងមកវាយខ្ញុំឲ្យរបួសធ្ងន់គឺបាក់សីស្ពាន់អោស ខ្ញុំយល់ហើយ លោកនឹងគេមានចំហាយដាវដូចគ្នាលោកត្រូវខ្លាចបន្លំជាអោសពេលលោកបន្លំខ្លួនជាអោសហើយលោកចាំបាច់ត្រូវតែចាត់ការខ្ញុំ ប៉ុន្តែលោកអបរាជលោកមើលថាសុខភាពមករហូតខ្ញុំមិនអាចបាច់ចិត្តចាត់ការលោកទៅ ខ្ញុំរបួសជារឿងតូចសង្គ្រាមភាគខាងជើងជារឿងធំលោកកុំរុញរាត្រូវតែបែកខ្ញុំឲ្យរបួសធ្ងន់ លោកអូប្រាញ់ពាក្យចាស់និយាយថាដល់កម្រិតគ្មានភ្នែកទេបើសិនជាមិនអាចគ្រប់គ្រងបានលទ្ធផលគឺមិនដូចការគិតទេលោកអូប្រាញ់រឿងនេះមិនបានជាដាច់ខាត អ្នកទាំងពីរមិនបាច់និយាយច្រើនទេនេះជាបញ្ជាខ្ញុំ ទៅ